បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សម្រាប់ការចូលមកកាន់ Channel របស់ខ្ញុំសាជាថ្មីបាទចុះសម្រាប់វីដេអូថ្ងៃដែរគឺខ្ញុំនឹងមក review បង្ហាញជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការបង្កើត app True Money នៅលើទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងដូចបងប្អូនទាំងអស់គ្នាធ្លាប់បានដឹងហើយថា True Money គឺវាជាក្រុមហ៊ុនមួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាអាចធ្វើការវាយលុយទៅទូទាំងខេត្តក្រុងនៃប្រជាជាតិកម្ពុជារបស់យើងបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលបង្កើត app True Money នៅលើទូរស័ព្ទដៃរបស់យើងបងប្អូនក៏ទទួលបានទឹកប្រាក់ចំនួន$2បន្ថែមជាមួយនឹង app True Money ផងដែរបាទអញ្ចឹងក្រុមហ៊ុនគេនឹងផ្ដល់ជាទឹកប្រាក់ចំនួន$2បន្ថែមសម្រាប់បងប្អូនទាំងអស់គ្នាអាចបញ្ចូលជាកាតទូរស័ព្ទបានគ្រប់ប្រព័ន្ធបាទអញ្ចឹងនៅពេលបងប្អូនទាំងអស់គ្នាបង្កើតឬក៏ download app True Money ភ្លាមបងប្អូនទាំងអស់គ្នាទទួលបានទឹកប្រាក់ចំនួន$1ភ្លាមហើយនៅពេលបងប្អូនទាំងអស់គ្នាមានន័យថាបង្កើនកម្រិតគណនីមានន័យថាបងប្អូនទាំងអស់គ្នាបំពេញជាមួយលេខអត្តញ្ញាណប័ណ្ណឬក៏បងប្អូនបំពេញជាមួយអត្តញ្ញាណប័ណ្ណរបស់យើងនោះបងប្អូនទាំងអស់គ្នាទទួលបានទឹកប្រាក់ចំនួន$1បន្ថែមទៀតសរុបទៅគឺចំនួន$2នៅក្នុងគណនីរបស់យើងហើយទឹកប្រាក់ទាំងអស់ហ្នឹងគឺបងប្អូនអាចយកមកបញ្ចូលជាកាតទូរស័ព្ទបានគ្រប់ប្រព័ន្ធបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់បានបង្កើតជាមួយនឹងគណនី True Money លើទូរស័ព្ទដៃរបស់យើងទេបងប្អូនអាចសាកល្បងបង្កើតវាទៅព្រោះថាវាមិនអត់ប្រយោជន៍ទេគ្រាន់តែយើងបង្កើតវាលើទូរស័ព្ទដៃរបស់យើងទទួលបានទឹកប្រាក់ចំនួន$2យើងអាចបញ្ចូលជាកាតទូរស័ព្ទបានគ្រប់ប្រព័ន្ធមកផងដែរបាទឥឡូវតោះកុំឲ្យខាត់ពេលយូរយើងចូលទៅមើលពីរបៀបនៃការបង្កើតគណនី True Money លើទូរស័ព្ទដៃរបស់យើងតែម្ដងបាទចឹងដើម្បីដំឡើង app True Money នៅលើទូរស័ព្ទដៃរបស់យើងបានបាទសម្រាប់បងប្អូនទាំងអស់គ្នាដែលជាអ្នកប្រើប្រាស់ពពួក Android ណាដូចជា Samsung Oppo Vivo Huawei ជាដើមហ្នឹងបងប្អូនអាចចូលមកដំឡើងនៅក្នុងទី Play Store បានឬក៏បងប្អូនប្រើពពួក iPhone បងប្អូនក៏អាចចូលដំឡើងនៅក្នុងកម្មវិធី App Store បានផងដែរបាទឥឡូវតោះយើងចូលមកក្នុងកម្មវិធី Play Store មកបងប្អូនចុចលើវាមកបន្ទាប់ទៀតវានឹងចូលមកដល់ក្នុងទម្រង់ដើមនៃកម្មវិធី Play Store បន្ទាប់ទៀតបងប្អូនចូលមកកន្លែង Search បងប្អូន Search រកពាក្យថា True Money បងប្អូនវាយពាក្យថា True Money មកវានឹងលោតបងប្អូនឃើញកន្លែងនេះមាន True Money ចំនួន2អញ្ចឹងអ្វីបងប្អូនត្រូវធ្វើបងប្អូនយកកន្លែងនេះ True Money Cambodia នេះបងប្អូនចុចលើវាមកបន្ទាប់មកទៀតគឺវាឲ្យបងប្អូនធ្វើការ install អញ្ចឹងបងប្អូនចុចលើពាក្យថា install ឬក៏ដំឡើងមកហើយបងប្អូនរងចាំដល់ពេលវាដំឡើងពេញគឺវានឹងលោតពាក្យថា open កន្លែងនេះបាទអញ្ចឹងដល់ពេលវាដំឡើងពេញបងប្អូនអាចចុចលើពាក្យថា open នេះមកដើម្បីយើងចូលទៅបំពេញជាមួយនឹងលក្ខខណ្ឌងាយរបស់ app True Moneyបាទអញ្ចឹងពេលបងប្អូនចុចពាក្យថា open គឺវានឹងនាំបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់ដើមនៃ app True Money នេះហើយបាទអញ្ចឹងមកដល់កន្លែងនេះវាជាភាសាបរទេសមានថាភាសាអង់គ្លេសណាសម្រាប់បងប្អូនដែលចង់ប្រើជាភាសាខ្មែរបងប្អូនអាចចុចកន្លែងនេះកន្លែងរូបទង់ជាតិប្រទេសកម្ពុជារបស់យើងហើយមានអក្សរដែលគេដាក់ថាភាសាដាក់ថាខ្មែរបងប្អូនចុចកន្លែងហ្នឹងមកវានឹងដូរទៅជាទម្រង់នៃភាសាខ្មែរហើយបាទចូលមកដល់កន្លែងនេះគេតម្រូវបងប្អូនទាំងអស់គ្នាធ្វើការបំពេញជាមួយលេខទូរស័ព្ទហើយលេខទូរស័ព្ទហ្នឹងសូមបញ្ជាក់ថាបងប្អូនមិនអាចយកលេខទូរស័ព្ទដែលយើងធ្លាប់បង្កើតជាមួយ App True Money យកមកបង្កើតម្ដងទៀតបានទេអញ្ចឹងចំពោះលេខទូរស័ព្ទបងប្អូនអាចដាក់ជាលេខទូរស័ព្ទថ្មីអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺបងប្អូនមិនអាចយកលេខទូរស័ព្ទចាស់ដែលបងប្អូនធ្លាប់បង្កើតជាមួយ App True Money រួចហើយយកមកបង្កើតម្ដងទៀតបានទេបងប្អូនត្រូវតែដាក់លេខទូរស័ព្ទថ្មីបាទអញ្ចឹងបន្ទាប់បងប្អូនទាំងអស់គ្នាបំពេញជាលេខទូរស័ព្ទខាងលើនេះរួចរាល់ហើយបងប្អូនកន្លែងមើលខាងក្រៅបងប្អូននឹងឃើញពាក្យថាបន្តបងប្អូនចុចលើពាក្យថាបន្តនេះមកបន្ទាប់ទៀតគឺបងប្អូនឃើញទម្រង់បែបនេះគឺវានឹងផ្ញើសារជាលេខកូដចំនួន6ខ្ទង់ចូលមកក្នុងលេខទូរស័ព្ទដៃរបស់បងប្អូនអញ្ចឹងបងប្អូនអាចចូលទៅក្នុងប្រអប់សាររបស់យើងហើយយកលេខកូដចំនួន6ខ្ទង់យកមកបំពេញកន្លែងនេះមកឬក៏វានឹងអាចលោតអូតូឲ្យយើងតែម្ដងអញ្ចឹងនៅពេលបងប្អូនបំពេញហើយគឺវានឹងបង្ហាញបងប្អូនជាមួយទម្រង់បែបនេះអញ្ចឹងមកដល់ចំណុចបែបនេះគេឲ្យយើងធ្វើការបំពេញជាមួយព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងកន្លែងនេះគេឲ្យយើងបំពេញជាមួយឈ្មោះរបស់យើងណាអញ្ចឹងខាងលើគឺជានាមខ្លួនជាឈ្មោះរបស់យើងហើយខាងក្រោមនាមបកគោលបាទអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនអរគ្នាបំពេញជាមួយឈ្មោះពិតប្រាកដឲ្យដូចជាមួយអត្តញ្ញាណប័ណ្ណរបស់យើងព្រោះថានៅពេលយើងបំពេញជាមួយព័ត៌មានបន្ថែមជាមួយអត្តញ្ញាណប័ណ្ណរបស់យើងគឺឈ្មោះរបស់យើងត្រូវតែដូចគ្នាបាទខ្ញុំសូមបំពេញមានទីសិននៅពេលយើងបំពេញហើយបងប្អូនកន្លែងមើលខាងក្រោមនេះបាទអញ្ចឹងខាងលើជានាមខ្លួនរបស់យើងហើយខាងក្រោមជានាមតកូលអញ្ចឹងបន្តមកទៀតកន្លែងខាងក្រោមនេះនៅពេលបងប្អូនបំពេញហើយបងប្អូនជួយពាក្យថាបន្តនេះមកគឺវានាំបងប្អូនចូលមកដល់ក្នុងទម្រង់នេះបាទអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់មួយគឺគេឲ្យបងប្អូនទាំងអស់គ្នាបង្កើតជាមួយលេខកូដចំនួន4ខ្ទង់ហើយលេខកូដនោះបងប្អូនបង្កើតហើយត្រូវតែចងចាំផងព្រោះថានៅពេលបងប្អូនផ្ទេរលុយវេលុយចេញវេលុយចូលគឺបងប្អូនត្រូវប្រើប្រាស់លេខកូដមួយហ្នឹងហើយបាទអញ្ចឹងលេខកូដហ្នឹងបងប្អូនកុំដាក់ស្រួលពេកបងប្អូនដាក់ជាលេខអីក៏បានដែរជជិះវៀងការប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់យើងយើងអាចដាក់លេខក៏បានដែរប៉ុន្តែកុំភ្លេចយកប៊ិចមកកត់ចំណាំទុកផងព្រោះថានៅពេលយើងវេលុយចេញយើងប្រើប្រាស់ប្រតិបត្តិការផ្សេងៗលើ True Money គឺគេនឹងឲ្យបងប្អូនវាយជាមួយនឹងលេខកូដចំនួន4ខ្ទង់ហ្នឹងអញ្ចឹងកន្លែងខ្ញុំសូមធ្វើការបំពេញមួយតិចសិនបាទចឹងនៅពេលបងប្អូនបំពេញលេខកូដហើយគេឲ្យបងប្អូនអរគ្នាបញ្ជាក់លេខកូដម្ដងទៀតអញ្ចឹងបងប្អូនត្រូវបំពេញកន្លែងនេះឲ្យដូចជាមួយលេខកូដចំនួន4ខ្ទង់ដែលបងប្អូនអរគ្នាបង្កើតអំបញ្ញមិញហ្នឹងអញ្ចឹងបងប្អូនដាក់ឲ្យដូចគ្នាម្ដងទៀតមកគឺវានឹងលោតមកដល់ចំណុចនេះអញ្ចឹងកន្លែងនេះគឺទាមទារគេសួរបញ្ជាក់បងប្អូនថាយើងចង់បាត់ងារ scan កញ្ចៅដៃឬទេមុខងារ scan កញ្ចៅដៃហ្នឹងគឺទៅលើទូរស័ព្ទដៃរបស់យើងដែលមានមុខងារ scan កញ្ចៅដៃណា
ប៉ុន្តែបើទូរស័ព្ទដៃបងប្អូនអត់មានទេបងប្អូនអាចចុចលើពាក្យថាទេអរគុណនេះមកគឺវានឹងនាំបងប្អូនចូលមកដល់ក្នុងទំព័រដើមនៃ app True Money ហើយអញ្ចឹងមកដល់ចំណុចនេះគឺមានន័យថាយើងបានបង្កើតដោយជោគជ័យជាមួយនឹង app True Money នៅលើទូរស័ព្ទដៃរបស់យើងហើយអញ្ចឹងតោះឥឡូវដោយសារតែចំណុចទាំងអស់ហ្នឹងខ្ញុំបានធ្វើការ screenshot ទៅលើអេក្រង់ដើម្បីងាយស្រួលបង្ហាញជូនបងប្អូនទេឥឡូវយើងចូលទៅដល់ការបង្ហាញផ្ទាល់នៅលើ app វិញម្ដងបាទបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានចូលមកដល់ app True Money ផ្ទាល់ហើយបាទអញ្ចឹង app True Money វាមានអត្ថប្រយោជន៍ជាច្រើនបងប្អូនអាចធ្វើការបង់មួយកាយបាត់ទឹកភ្លើងបញ្ចូលជាការទូរស័ព្ទយើងអាចមានចង់និយាយថាមានកម្មវិធីផ្សេងៗប្រម៉ូសិនផ្សេងៗនៅលើ app True Money ផងដែរឥឡូវតោះយើងចូលមកកន្លែងនេះមកកន្លែងគណនីដើម្បីយើងចូលមើលចំនួនទឹកប្រាក់របស់យើងណាបាទអញ្ចឹងនៅពេលដែលបងប្អូនបង្កើតដំបូងវាអត់ទាន់លូតចំនួន$1ហ្នឹងទេអញ្ចឹងបងប្អូនទៅរងចាំបាទបងប្អូនទៅរងចាំរយៈពេល24ម៉ោងក្រោយទើបក្រុមហ៊ុន True Money គេនឹងផ្ញើសារបញ្ជាក់ថាយើងទទួលបានទឹកប្រាក់ចំនួន$1នៅក្នុងគណនីរបស់យើងបាទអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតនៅពេលដែលយើងបង្កើតភ្លាមយើងអត់ទាន់បាន$1ទេអញ្ចឹងបងប្អូននៅពេលបង្កើតហើយអត់ទាន់ឃើញទឹកប្រាក់បងប្អូនកុំឆ្ងល់អញ្ចឹងបងប្អូនរងចាំប្រហែលជា24ម៉ោងក្រោយគឺគេនឹងផ្ញើសារចូលមកក្នុងប្រអប់សារនេះបាទគេបញ្ជាក់ថាយើងទទួលបានទឹកប្រាក់ចំនួន$1ពី credit True Money account បាទអញ្ចឹងគេនឹងផ្ញើសារចូលមកកន្លែងហ្នឹងដើម្បីបញ្ជាក់យើងបាទអញ្ចឹងជាមួយនឹងទឹកប្រាក់$1ហ្នឹងបងប្អូនក៏អាចយកឲ្យបញ្ចូលជាការទូរស័ព្ទបានគ្រប់ប្រព័ន្ធផងដែរអញ្ចឹងតើយើងធ្វើដូចម្ដេចដើម្បីទទួលបានទឹកប្រាក់$1បន្ថែមទៀតអញ្ចឹងដើម្បីទទួលបានទឹកប្រាក់$1បន្ថែមទៀតបងប្អូនអាចចូលមកកន្លែងនេះគេដាក់ពាក្យថាដំឡើងកម្រិតគណនីបងប្អូនចុចលើវាមកបាទយើងនឹងទទួលបានទឹកប្រាក់ចំនួន$1បន្ថែមទៀតបន្ទាប់ទៀតបងប្អូនចុចលើពាក្យថាដំឡើងមកគឺគេនឹងបង្ហាញបងប្អូនជាមួយកន្លែងនេះបាទអញ្ចឹងដោយសារតែកន្លែងនេះខ្ញុំបានធ្លាប់បំពេញជាមួយ True Money រួចមកហើយជាមួយអត្តញ្ញាណប័ណ្ណរបស់ខ្ញុំអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនគ្រាន់ចូលបំពេញជាមួយអត្តញ្ញាណប័ណ្ណបងប្អូនមកកន្លែងនេះក៏ឲ្យយើងបំពេញជាមួយថ្ងៃខែខាងបណ្ដាអញ្ចឹងបងប្អូនចុចលើវាមកបាទអញ្ចឹងមកដល់ចំណុចនេះបងប្អូនកន្លែងមើលខាងលើសិនអញ្ចឹងបងប្អូនកើតឆ្នាំប្រហែលឧទាហរណ៍បងប្អូនកើតឆ្នាំឥឡូវកើតឆ្នាំ1987ចុះបងប្អូនចុចកន្លែងឆ្នាំនេះបាទបន្ទាប់ទៀតបងប្អូននឹងឃើញកន្លែងនេះវាលោតអញ្ចឹងបងប្អូនអាចអុសមកយើងអុសមកលើមកក្រោមមកឧទាហរណ៍បងប្អូនកើត2000ជាងបងប្អូនអុសមកលើមកឧទាហរណ៍បងប្អូនកើត1987បាទអញ្ចឹងបងប្អូនចុច1987មកបន្ទាប់ទៀតបងប្អូនជ្រើសរើសខែខាងលើនេះបងប្អូនជ្រើសរើសខែមកខែមករាកុម្ភៈឬក៏មីនាអញ្ចឹងបងប្អូនចុចមកលើទៅហៅថាខែមេសាអញ្ចឹងបងប្អូនឃើញខែមេសាហើយអញ្ចឹងចំពោះចំនួនថ្ងៃយើងគ្រាន់តែកំណត់ឧទាហរណ៍ថាកើតថ្ងៃ1អញ្ចឹងមកបងប្អូននឹងឃើញនេះគេដាក់ថាថ្ងៃ1មេសា2087បងប្អូនចុចយល់ព្រមបន្ទាប់ទៀតមកដល់កន្លែងចំណុចខាងក្រោមបងប្អូនឃើញគេដាក់ថាជ្រើសរើសប្រភេទគណនីប្រភេទប័ណ្ណសម្គាល់ខ្លួនអញ្ចឹងបងប្អូនចុចលេខសញ្ញាព្រួយនៅនេះបន្ទាប់ទៀតបងប្អូននឹងឃើញហើយមានជាអត្តញ្ញាណប័ណ្ណលិខិតឆ្លងដែននិងប័ណ្ណបើកបរអញ្ចឹងបងប្អូនចង់ប្រើជាមួយអីឥឡូវទៅបងប្អូនចង់ប្រើជាមួយអត្តញ្ញាណប័ណ្ណបងប្អូនជ្រើសរើសអត្តញ្ញាណប័ណ្ណមកដល់កន្លែងខាងក្រោមនេះគឺគេនឹងឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសជាមួយមុខងាររបស់យើងណាបាទអញ្ចឹងកន្លែងបងប្អូនចុចជាមួយនឹងមុខងាររបស់យើងមកអញ្ចឹងបងប្អូនប្រកបមុខរបរអីគេឧទាហរណ៍ថាមានតាំងវិធានគារបុគ្គលិកបម្រើភេសជ្ជៈបងប្អូនអស់តាមនឹងមកឥឡូវឧទាហរណ៍ថាខ្ញុំជាគ្លៀនឧបត្ថម្ភការទៅបាទយើងចុចលើគ្លៀនឧបត្ថម្ភការទៅបន្តទៀតយើងចុចកន្លែងមកគឺវានឹងលោតឲ្យតែម្ដងអញ្ចឹងបន្តបងប្អូនអរគ្នាធ្វើការបំពេញចំណុចហ្នឹងរួចរាល់ហើយបងប្អូនអាចចុចលើថាបន្តខាងក្រោមមកបាទអញ្ចឹងខ្ញុំសូមត្រឡប់ថយក្រោយវិញដោយសារតែខ្ញុំអត់មានតញ្ញាណប័ណ្ណណាអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់បង្កើតជាមួយ True Money ទេយើងសាកល្បងបង្កើតទៅនៅពេលយើងបង្កើតដំបូងយើងទទួលបានទឹកប្រាក់$1យ៉ាងងាយៗតែម្ដងហើយនៅពេលបងប្អូនបំពេញជាមួយចំណុចកម្រិតគណនីបន្ថែមទៀតបងប្អូនទទួលបានទឹកប្រាក់ចំនួន$1បន្ថែមទៀតគឺសរុបទៅចំនួន$2ហើយទឹកប្រាក់ហ្នឹងគឺយើងអាចបញ្ចូលជាកាតទូរស័ព្ទបានគ្រប់ប្រព័ន្ធបានផងដែរបាទចឹងសម្រាប់វីដេអូពាក់ព័ន្ធជាមួយនឹង App True Money មួយនេះគឺដូចជាមិនមានច្រើនទេសម្រាប់បងប្អូនដែលមានចម្ងល់អាច comment ក៏បានឬក៏អាចឆាតមកខ្ញុំតាមរយៈ Facebook Page ឬក៏ Telegram ដែលខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូផងដែរបងប្អូនអាចឆាតបាននៅពេលខ្ញុំមានពេលគឺខ្ញុំនឹងឆ្លើយតបជូនបងប្អូនភ្លាមតែម្ដងបាទចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយបាទសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បានវីដេអូក្រោយៗពី Channel របស់ខ្ញុំបាទចឹងបងប្អូនអាចជួយចុច Subscribe និងចុចលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូក្រោយៗពី Channel របស់ខ្ញុំផងបាទចឹងសូមអរគុណសូមគោរពលា